នេះមករំលឹកអនុស្សាវរីយ៍ការពីខ្ញុំនៅក្មេងៗម្ដងបងប្អូនអរគ្នាគឺឲ្យតែមេឃភ្លៀងនឹងគឺចាប់ដើមនំគ្នាទៅរើសខ្យងរើសខ្ចៅឲ្យបងប្អូនហើយអារម្មណ៍មួយនឹងគឺខ្ញុំសប្បាយរំភើបខ្លាំងមែនទែនតែម្ដងបងប្អូនអរគ្នាឥឡូវនេះគឺខ្ញុំទៅគ្នា4នេះបងប្អូនអរគ្នាហើយឃើញក៏ព្រមដាច់ផុកអីហ្នឹងគឺគាត់មកពី view ស្រែបងប្អូនអរគ្នាអញ្ចឹងហើយក៏ទៅជាមួយខ្ញុំហ្មងទៅបងប្អូនអរគ្នាហើយថ្ងៃនេះគឺខ្ញុំទៅរើខ្ចៅខ្ចង់នៅក្តាប់បងប្អូនអរគ្នាចាឥឡូវយើងចាប់ដើមចេញដំណើរទៅហើយដោយសារតែមេឃទៅភ្លៀងផងបងប្អូនអរគ្នាអញ្ចឹងក៏នាំគ្នាទៅតែម្ដងទៅពេលទៅដល់នោះគឺភ្លៀងទៀតបងប្អូននិយាយទៅមេឃភ្លៀងខ្លាំងហ្មងសទឹកអស់លេងណាបងប្អូនអរគ្នាចាហើយខ្ញុំជីជាមួយនឹងបងចៅណៃហើយបងប្រឆេបនឹងកព្រឹមបងតឡងគឺគាត់ជី3នាក់អញ្ចឹងណាបងប្អូនអរគ្នាមកដល់ឃើញគោឃើញអីអញ្ចឹងទៅដោយសារតែពេលល្ងាចហើយគឺអ្នកភូមិគាត់ដេញគោដេញអីមកផ្ទះវិញហើយបងប្អូនអរគ្នានិយាយទៅពួកខ្ញុំគឺថាអាសាណាបងប្អូនអើយអារឿងខ្ចង់រឿងខ្ចៅនឹងអាសាត្រូវមែនទេបងប្អូនអើយថាមេឃភ្លៀងមេឃអីមានខ្ចៅមានខ្ចង់ត្រង់ណាគឺអត់សល់នឹងពួកខ្ញុំទេពួកខ្ញុំត្រូវអស់ហើយបងប្អូនហើយឥឡូវនេះយើងមកដល់ស្រែបងប្អូនគ្នាចាំមិនដឹងថាស្រែណាតណៃទេបងប្អូនខ្ញុំក៏ចាប់ដើមរោមើលហើយខ្ចង់ឥឡូវហ្នឹងក៏វាអត់ទាន់សម្បូរណាស់ណាដែរវានៅក្រនឥឡូវទេបងប្អូនប៉ុន្តែយើងចេះតែរោផ្សំទៅណាបងប្អូនទាំងអស់គ្នាចាហើយមកដល់គឺថាសម្បូរព្រីងមែនទេបងប្អូនព្រីងនៅដើមណាក៏មានផ្លែមានទុំដែរអញ្ចឹងមនុស្សខ្ញុំជិះចត់ហូបបងប្អូនគ្នាអញ្ចឹងក៏តែឃើញហ្នឹងគឺថាបេះញាត់អត់មានខ្វល់អីទេហើយមកដល់នេះបងប្អូនអរនិយាយថាព្រីងហ្នឹងគឺថាផ្លែច្រើនខ្លាំងមែនទែនតែម្ដងដោយសារកាមេរ៉ាខ្ញុំរៀងខ្មៅណាមួយមេឃងឹតមេឃភ្លៀងផងថតអត់សូវឃើញផ្លែហ្មងតែបងប្អូនតែបើថានៅក្រៅវិញផ្លែច្រើនសាហាវហ្មងថ្ងៃនេះគឺថាមានអារម្មណ៍ស្រស់ស្រាយខ្លាំងមែនទែនតែម្ដងបងប្អូនអរគ្នាដោយសារតែបានទៅហូបព្រីងនៅកដាទឹកភ្លៀងហើយបានរើសខ្យងរើសខ្ចៅអញ្ចឹងទៀតនិយាយថាខ្ញុំសប្បាយរំភើបខ្លាំងមែនទែនបងប្អូនមើលទឹកមុខខ្ញុំទៅគឺថាសប្បាយអហ្មងបងប្អូនអរគ្នាមិនមែនថាខ្ញុំមិនដែលបានត្រូវទឹកភ្លៀងមិនដែលបានទៅស្រែទៅឆ្ការទេគាត់ថាពេលខ្ញុំទៅទឹកភ្លៀងត្រូវទៅលេងទៅស្រែទៅឆ្ការរើសខ្យងរើសខ្ចៅហ្នឹងគឺអារម្មណ៍រំភើបសប្បាយបងប្អូនដឹងមិនទេគឺមានអារម្មណ៍ស្រស់ស្រាយអីអញ្ចឹងណាបងប្អូនអរគ្នាចាហើយបើនិយាយថាផ្លែព្រីងវិញបងប្អូនអាចមើលបានផ្លែគ្រប់ទៅដើមហ្មងនិយាយទៅគឺថាសបោផ្លែយកទៅមែនតែនបងប្អូនអើយអីគឺថាពេញទុំហើយបងប្អូនអរគ្នានិយាយថាទុំនំពេញដើមហ្មងបងប្អូនហើយខ្ញុំខ្វះក៏ខ្លាំងមែនតែនដោយសារព្រីងរសជាតិឆ្ងាញ់ខ្លាំងមែនតែនវាផ្អែមហើយចឹងថាព្រីងខ្លះវាអត់ឆ្ងាញ់តែព្រីងខ្លះវាឆ្ងាញ់អញ្ចឹងណាទម្រាំយើងបានប៉ះព្រីងឆ្ងាញ់ហ្នឹងងាយទេបើនៅតាមស្រុកភូមិខ្ញុំគឺមិនសូវជាមានអីម៉ានអានេះនៅភូមិបងប្រឆេបទាំងបងគឺសម្បូរមែនទេនៅតាមវាលស្រែត្រង់ណាក៏មានកលេសខាងណាក៏មានបងប្អូនអាចមើលបានទៅដល់ពី4 10ជាហៀងហ្នឹងគឺថាឃើញទៀតហើយចាហើយនេះគេហៅថាព្រីងបាយព្រីងកម្មមិនដឹងទេបងប្អូនវាទូចចាវាទូចខ្លាំងមែនទេប៉ុន្តែវារសជាតិឆ្ងាញ់វាក្របតូចហើយសាច់របស់វារៀងឈ្ងុយវិញអញ្ចឹងទៅបងប្អូនអរគ្នាតែបើថាណាទុំញុះទៅផ្អែមបងប្អូនមានកលេសមកឃើញអីគេអត់និយាយទៅត្រង់ហ្នឹងប្លង់ត្រង់ហ្នឹងគឺខ្ញុំឃើញស្បែកខ្លួនឯងភ្លឺស្អាតខ្លាំងមែនទេបងប្អូនអរគ្នាពេលដែលបានត្រូវទឹកភ្លៀងហើយចុះទឹកអញ្ចឹងបងប្អូនអរគ្នានិយាយទៅបងប្អូនហើយបងប្អូនមួយចំនួនគឺគាត់សួរខ្ញុំច្រើនខ្លាំងមែនទែនថាខ្ញុំប្រើអីគេបានស្បែកសអញ្ចឹងណានិយាយទៅខ្ញុំតែងតែនៅបងប្អូននៅក្នុង TikTok រហូតបងថាស្បែកខ្ញុំប្រើអីគេលេខមើលខ្យងរបស់យើងវិញគឺថារើសមកសន្ទុះហើយប៉ុន្តែបានតែប៉ុណ្្នឹងទេបងប្អូនហើយមិនសូវជាមានអីប្រហែលទេចាហើយនេះមើលបងចៅណៃគាត់រើសបានណាបងប្អូនអរគ្នាចាហើយអាកន្លែងខ្លះក៏មានច្រើនទៅហើយខ្យងហ្នឹងក៏វាមិនសូវជាធំអីប្រហែលទេបងប្អូនគឺវារៀងទូចទេដោយសារខ្យងស្រែបងប្អូនអរគ្នាហើយខ្ញុំមកដល់ឃើញដើមព្រីងតែបងប្អូនអញ្ចឹងគឺទុកចិត្តបានឡើងទីរៃបងប្អូនអើយចាហើយព្រីងម្ដងនេះគឺថាឆ្ងាញ់លេខ1បងប្អូននិយាយមែនហើយសាច់វានឹងស្រួយបងប្អូនគ្នាទៅគឺថាជាតិស្រាប់កប់សេរីតែម្ដងបន្តមកទៀតយើងធ្វើការថតរូបទុកអនុស្សាវរីយ៍1 2 3ស្លឹកទៅបងប្អូនគ្នាបន្តមកទៀតយើងក៏ចាក់អាដែលខ្ញុំរើសនឹងកតោនឹងដាក់ថង់ទាំងអស់និយាយទៅបានមកគួរសមដែរបងប្អូនគ្នាបានមកហូបដែរអញ្ចឹងណាមិនមែនថាបានតិចទេទៅបានគួរសមដែរបងប្អូនអាចមើលបានឥឡូវនេះគឺថាយើងរើសអីបានរួចរាល់ហើយបងប្អូនគ្នាអញ្ចឹងយើងក៏បាននៅយូរដែរគឺយើងប្រញាប់ទៅផ្ទះវិញណាមួយម្នាក់ភ្លៀងនឹងទៅទឹកជោគឲ្យមានអារម្មណ៍ថារងាខ្លាំងមែនទែនតែម្ដងត្រង់នេះវិញគឺខ្ញុំឃើញហើយគឺខ្ញុំនឹកខ្លាំងមែនទែនតែម្ដងបងប្អូនគ្នាកាលនៅពីក្មេងគឺចូលចិត្តលេងទឹកស្រែបងប្អូនគ្នាគឺលេងយកហ្មងឲ្យទៅពេលឪខ្ញុំម៉ែខ្ញុំគាត់រើសខ្ចង់រើសខ្ចៅឲ្យម៉ែឪគាត់ព្យួរស្រែអញ្ចឹងទៅខ្ញុំលេងខ្ញុំលោតទៅខ្ញុំអញ្ចឹងទៅបងប្អូនគ្នាទៅគឺថានឹកយកហ្មងបងប្អូនគ្នាអើយធ្វើមកយើងលើកអនុស្សាវរីយ៍ចាស់ទៅចាហើយមកដល់ផ្ទះវិញខ្ញុំមិនដែរភ្លេចទេបងប្អូនត្រូវទឹកភ្លៀងត្រូវអីប៉ុណ្ណឹងហើយគឺនៅតែជូតសេរីជូតមុខដដែលខ្ញុំដឹងថាមកពីណាពីណីក៏ដោយបងប្អូនគឺខ្ញុំតែងតែជួយសម្អាតមុខជាមួយនឹងស្លៃអេសាដោយសារតែវាមានទូនាទីសម្អាតជាមួយក្អែលរបស់យើងជាមួយនឹងធូលីដីរបស់យើងបានល្អខ្លាំងមែនទែនតែម្ដងបងប្អូនគ្នាសំខាន់វាជួយកាត់បន្ថយមុនកប់មុនខ្ទុះមុនធំមុនដបមុខស្នាមជាប់អាចរយតែស្អីក្រហមអីហ្នឹងបងប្អូនគ្នាស្លៃអេសាផ្ទុកទៅដោយទឹក collagen ជួយចិញ្ចឹមស្បែកមុខរបស់យើងឲ្យធ្វើឲ្យមុខបងប្អូនតឹងភ្លឺលងពេលបានជូតទៅហើយសំខាន់គឺថាជួយពង្រឹងរញើសជំរុះកសាច់កាចាស់មួយខ្លងហ្នឹងគឺមាន30សន្លឹកបងប្អូនគ្នាចាំបងប្អូនអាចប្រើបានត្រឹមមួយខែហើយសំខាន់ក៏ឥឡូវហ្នឹងមាន promotion បញ្ចុះថ្លៃដល់ត្រឹមតែ$15បងប្អូនគ្នាអញ្ចឹងបងប្អូនដែលចង់បានអាចទាក់ទងទៅម្ចាស់ប្រាំផ្ទាល់ក៏បានឬក៏បងប្អូនត្រូវទិញនៅតាមផ្សារក៏មានដែរ